នៅក្នុងសហគមន៍របស់ពួកខ្ញុំនេះគឺវាមានធនធានធម្មជាតិនេះគឺពិសេសគឺធនធានទ្រាំងដើមទ្រាំងថាដើមទ្រាំងនេះគឺវាមានច្រើន For generations, the forests in Cambodia have long sustained communities. ចូលទៅប្រមូលអនុផលមានគុយរំដួលរោលសិតនិងលពាក់ផ្ដៅបាទក្នុងនោះដូចជាបគុយយើងយកទៅហូបឬយើងយកទៅលក់ជាចំណូលចូលក្នុងសហគមន៍ តររបស់របរអញ្ចឹងទៅថាឲ្យទៅធ្វើជាកំភុនជាដុំកំភុនគេក៏ទៅរួចដែរក្មួយ They gathered honey, rice field rattan and palm. The resources were always there, but earning from them was not easy. បងខ្ញុំដែលកែច្នៃផលិតផលនេះបើកាលមុនកាលដើមឡើយយើងរងចាំតែធ្វើស្រូវធ្វើដំឡូងលក់ស្រូវលក់ដំឡូងទៅវាប្រាក់ចំណូលវាបានមួយកម្រិតដែរប៉ុន្តែដល់ឡែកគឺយើងបានប្រមូលអនុផលទ្រាំងនេះមកកែច្នៃធ្វើជាចង្កោះជាវែកបាយវាចាពិសេសសម្ភារៈផ្ទះបាយនឹងតាក់ទងទៅនឹងសម្ភារៈផ្សេងទៀត Then came a shift, not in the forest, but in how people saw it. ជាប់ក្នុងគម្រោងនេះកាលពីមុនដោយអនុផលដោយលពាក់អញ្ចឹងយើងអត់បានកែច្នៃវាទៅជាវត្ថុអីធំដុំឲ្យបានជាប្រាក់ចំណូលទេគ្រាន់តែថាយកមកប្រើប្រាស់ឬក៏លក់បានតិចតួចតែពេលគម្រោងបានមកយើងទទួលបានចំណេះដឹងមួយទៀតយើងបានប្រាក់ចំណូលមកផ្នែកទៀតក្នុងការកែច្នៃនឹង កន្លងមកដែលគម្រោងអបកោចូលមកក្នុងសហគមន៍បានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើនមានដូចជាការគ្រប់គ្រងធនធានធម្មជាតិវគ្គចូលបញ្ជីស្នាមនិងទីផ្សារ Digital វគ្គសម្របសម្រួលវគ្គសរសេរគម្រោងស្នើសុំនិងរៀនកែច្នៃលពាក់ធ្វើជាកន្ត្រក បើនិយាយពីចំណេះដឹងរបស់ខ្ញុំក៏ដូចជាសមាជិកនៅក្នុងក្រុមកាលមុនយើងកែច្នៃផលិតផលគឺយើងអត់ដឹងຂະຫນាតដឹងរង្វះរង្វិលទំហំប្រវែងណាទេដើម្បីដាក់ចូលទីផ្សារ មេរៀនហ្នឹងអញ្ចឹងឃើញថាយើងចេះកត់ត្រាយើងចេះផលព្រៃឈើនឹងមានអាការកត់ចេញកត់ចូលឬក៏ចំណូលចូលពីគុយនឹងប្រមាណក៏យើងអាចចេះកត់ត្រានៅក្នុងនឹងដែរកត់ត្រាចំណូលអ្នកប្រើប្រាស់ Not just how to collect resources, but how to sustain and transfer skills in managing them. វគ្គទៅសិក្សានៅឥណ្ឌូនេស៊ីទៅធ្វើឲ្យខ្ញុំទៅឃើញថាទៅមើលនៅការគ្រប់គ្រងរបស់សហគមន៍ហើយនឹងការកែច្នៃរបស់សហគមន៍ធ្វើឲ្យខ្ញុំមានចំណេះដើម្បីយកមកចែករំលែកដល់សមាជិកក្រុមនៅក្នុងសហគមន៍ដើម្បីឲ្យមានភាពរីកចម្រើន Opportunities such as the Marketing Summit in Siem Reap helped open new market linkages for communities. ធ្លាប់ទទួលពីហើយផលកសិកម្មមកបានថា 30% ចេះគាត់ត្រូវថែម 20% ទៀតអាចចំណូលរបស់គាត់គឺឡើង 50% នៃជីវភាពការដោះស្រាយជីវភាពគ្រួសាររបស់គាត់គឺបានធូរមួយកម្រិតពោះយើងនិយាយថាបានដល់ថ្ងៃនេះគឺយើងថា 60% ដោយសារការទទួលអនុផលព្រៃឈើនេះទៅកែច្នៃលក់ Similar stories emerged. ពេលយើងមានមុខរបរកែច្នៃអត់មានចំណាក់ស្រុកដូចជាទៅភ្នំពេញឬក៏ទៅធ្វើការឆ្ងាយទេ The turning point came through learning. Community enterprises strengthened collaboration and production through shared learning and exchange. បើសិនជាអនុផលដូចជាលពាក់ផ្ដៅយើងយកមកកែច្នៃធ្វើជាកន្ត្រកឬក៏ឧបករណ៍ប្រើប្រាស់ផ្ទះបាយឬក៏យើងធ្វើលក់ធ្វើជាអាជីវកម្មសម្រាប់លក់ដូរនៅក្នុងទីផ្សារផងដែរបាទ Standards improved.
knowledge became something to share, and exposure expanded their vision. ជាក់លាក់នៅក្នុងការកត់ត្រាទោះបីចំណេញតិចច្រើនក៏យើងនៅបានចំណេញយើងបានតនន័យជាក់លាក់ក្នុងការកត់ត្រាពីការប្រើប្រាស់ពីចំណូលរបស់យើងដែលធ្វើអាជីវកម្មហ្នឹង និយាយខ្ញុំអរគុណដល់អង្គការដែលបានជួយខ្ញុំមកដល់នេះបើសិនជាអត់មាន NTAP ជួយគ្រប់គ្រងខ្ញុំពេលនោះមកទេគឺខ្ញុំតាមពេលនោះខ្ញុំកម្រិតសូនគឺគ្មានយល់ដឹងអីពីតែខ្ញុំទទួលបានព័ត៌មានបានការសិក្សាចំណេះដឹងពី AP ខ្ញុំអាចហើយចែករំលែកបទពិសោធន៍ទៅសហគមន៍ទៅទេ This work now reaches multiple provinces, connecting communities and strengthening local forest enterprises. In 5 provinces, 10 community enterprises were formed, engaging over 750 individuals. Together, they manage more than 9,000 hectares of community forest. យើងឥឡូវយើងមានសិទ្ធិដូចថាយើងមានសិទ្ធិដកហូតក្នុងការប្រើប្រាស់ធ្វើជាអាជីវកម្មក្នុងព្រៃសហគមន៍ដោយតែយើងមានច្បាប់មួយចំនួនត្រូវសុំច្បាប់ធ្វើទំនើបកម្មព្រៃឈើបាទ Over time, production changed. Groups formed, roles became clearer, and something new emerged. Structure. វិធីសាស្ត្រតពេលគាត់ប្រមូលផលស្រូវហើយយើងប្រជុំឬក៏ណែនាំឲ្យគាត់មកធ្វើសារថ្មីវិញក្រុមចាស់ហើយប្រមូលសមាជិកថ្មីដែលគាត់ចង់ចូលរួមជាមួយយើងតែយើងធ្វើបានច្រើនហើយធនធានយើងក៏មានស្រាប់ Even the next generation is stepping in. គឺបើតកតងទៅនឹងការចូលរួមការផ្លាស់ប្ដូរផ្នត់គំនិតរបស់សហគមន៍ពិសេសគឺយុវជនសពថ្ងៃគឺយើងប្រហែលជាបើតកតងទៅនឹងក្រុមកែច្នៃទ្រាំងមកខ្ញុំនេះគឺ 70% នៃយុវជនចូលរួមគាត់មិនបានចូលរួមបិទចូលរួមធ្វើគាត់ចូលរួមខាត់ចូលរួមផ្សព្វផ្សាយទីផ្សារដែលគាត់អាចមានចំណេះដឹងបង្ហោះ Facebook បង្ហោះអីតាមបណ្ដាញសង្គមគឺគាត់ចូលរួមជួយសារៈសំខាន់ហើយផ្នត់គំនិតរបស់គាត់គឺឃើញថាប្រែប្រួលបានច្រើនដែលគាត់ស្ម័គ្រចិត្តគាត់ស្រឡាញ់ធនធានធម្មជាតិភាគច្រើនគឺបើពីដើមគាត់អត់សូវពីណាចាប់អារម្មណ៍នឹងធនធានធម្មជាតិទេ Digital tools are helping link forest products to wider markets. But the transformation goes beyond income. It impacts how people see the forest itself. បានខ្ញុំថាសពថ្ងៃក៏បានប្រតិសហគមន៍យើងនៅគុំអីនោះមិននឹងជាបានលទ្ធផលអុយប្រើប្រាស់ទេព្រោះតាមតើនៅដៃយើងគុំការពារគុំរក្សាទុកចឹងហើយបានខ្ញុំថាគុំទៅបានឆាប់ដល់នាំគ្នាការពារធម្មជាតិអត់ទៅនេះបានអុយយើងប្រើប្រាស់នៅក្នុងសហគមន៍យើងមានរីកចម្រើនទៅមុខទៀតមានរីអត់មានរីអស់ Livelihood and conservation become one. ខ្ញុំចង់ថ្ងៃសប្បាយចិត្តណាស់បានគេបានប្រតិសហគមន៍នៅ What began as small groups is becoming a movement. What was once limited to a few is now shared, strengthened, and sustained. ចុះទេគឺបើគិតទៅជីវភាពរបស់ក្រុមសហគមន៍ទាំងសហគមន៍កែច្នៃទ្រាំងពួកខ្ញុំទាំងសហគមន៍ព្រៃឈើគាត់ក៏មានការផ្លាស់ប្ដូរជីវភាពរស់នៅរបស់គាត់គឺពិសេសគឺគាត់យល់អំពីការសាមគ្គីគ្នានិងការថែរក្សាធនធានធម្មជាតិគឺបានច្រើនរាល់ថ្ងៃនេះគឺដូចខាងសហគមន៍ព្រៃឈើគឺគណៈកម្មការគាត់ស្ម័គ្រចិត្តនិងសមាជិកស្ម័គ្រចិត្តអត់ទៅពិបាកបង្ខំទៅថែរក្សាយាមល្បាតការពារព្រៃដោយសារគាត់បានយល់ពីហើយប្រយោជន៍អត្ថប្រយោជន៍ពីអនុផលព្រៃឈើរបស់គាត់គឺប្រែប្រួលដោយសារប្រែប្រួលតាមរយៈនៃការប្រមូលឲ្យអនុផលព្រៃឈើមកកែច្នៃលក់នេះក៏ដូចជាឆ្នាំ2023យើងសរុបបានជាង16លាននៅក្នុងក្រុមគ្នា5នាក់ចុះបើយើងគិតចែកប៉ុន្តែគ្រាន់តែលើសគ្នាខ្លះធ្វើបានតិចខ្លះធ្វើបានច្រើន Today, NTFP EP Cambodia continues supporting enterprises built around rattan, palm, honey, wild fruits, and other non-timber forest resources. Through their continued efforts, enterprises are no longer isolated. They are part of a growing movement
where people do not just depend on forests. They protect them, they organize around them, and they build futures from them.